tao chả dương chập đám chả khi là xe atabat đó nè my daily routine ok chẳng là nâng án chia cái là án chia sentenceในประโยคនៅក្នុង paragraph ហ្នឹងនៅក្នុងអត្ថបទហ្នឹងណាចាអញ្ចឹងកណាអានហើយណានឹងប្រែអញ្ចឹងចាស់តចាស់កត់មានន័យថាតចាស់គ្រប់អង្គកត់ប្រយោគហ្នឹងព្រោះណានឹងប្រែម្ដងមួយប្រយោគឧទាហរណ៍ថា Every day I am a student and my life is busy but interesting ឧទាហរណ៍ណាប្រែប៉ុណ្ណឹងណាប្រែប្រយោគប៉ុណ្ណឹងឧទាហរណ៍តន់ហ្នឹងនិយាយអត់ណាប្រែប្រយោគប៉ុណ្ណឹងនេះណាប្រែប៉ុណ្ណឹងណានឹងប្រែជាខ្មែរនៅទីនេះណានឹងប្រែជាខ្មែរចាំមើលឃើញអត់មើលឃើញអត់អីគេនេះជាអក្សរខ្មែរណាសេមើលឃើញអត់អូចាអូខេតោះឃើញអញ្ចឹងប្រយោគនេះចាស់ពេលដែលអានណាចាស់ព្យាយាមគេហៅថាណាប្រាប់ច្រើនដងហើយចំណុចហ្នឹងគេហៅ intonation ការលើកដាក់សំឡេងប្រើ tune របស់យើងឧទាហរណ៍ថាក្នុងប្រយោគអញ្ចឹងវាមាន comma វាមាន full stop អញ្ចឹងតើយើងអានយ៉ាងម៉េចឲ្យស្ដាប់ទៅវា smooth ស្ដាប់ទៅល្អស្ដាប់ទៅព្រោះបើយើងអត់ព្យាយាមលើកដាក់សំឡេងតាមវគ្គតាមឃ្លានៃប្រយោគទេយើងអានទៅវារឹងដូចឈើដូចអុកដូចតសមកវាងាប់មកវាអត់មានជាតិយល់អញ្ចឹងឧទាហរណ៍ប្រយោគនេះអាន Every day I'm a student my family is busy but interesting អានេះវាមានបញ្ចូលអារម្មណ៍នៅក្នុងការអានហើយពេលដែលយើងអានអញ្ចឹងយើងនឹងឆាប់ចាំឧទាហរណ៍ដូចឥឡូវឧទាហរណ៍ព្រះអង្គគុណចាស់អានសាក់មើលចាស់អានមើលប្រយោគហ្នឹងអានប្រយោគហ្នឹងមើលអានមើល Every day I'm a student and my life is busy but interesting យើងបាត់វគ្គយើងបាត់tune បាត់ intonation ការលើកដាក់សំឡេង Every day I'm a student and my life is busy but I'm interesting but interesting ចឹងយើងរៀនអានរៀនលើកដាក់សំឡេងអញ្ចឹងបានអានទៅវាស្ដាប់ទៅវាមានវគ្គមានឃ្លាមានសូរមានស័ព្ទមានការលើកដាក់សំឡេងសូម្បីតែភាសាខ្មែរយើងក៏ដែរចាស់អានក៏ត្រូវតែដឹងវគ្គឃ្លាស្ដាប់សំឡេងដែរឲ្យសំឡេងហ្នឹងវាព្រោះស្ដាប់ដែរអញ្ចឹងតោះឥឡូវយើងប្រែប្រយោគនេះមួយតោះ Every day I'm a student អញ្ចឹង every day មានន័យថាម៉េចរាល់ថ្ងៃហ្នឹងជាអីរាល់ថ្ងៃនេះខ្ញុំជាសិស្សណាសិស្សម្នាក់ទៀតយើងប្រែអស់ចឹងមកខ្ញុំគឺជាសិស្សម្នាក់ and ហ្នឹងបានន័យថាម៉េច and ណាហើយនឹងក៏បានហើយ my life គេ and my life ណាហើយជីវិតរបស់ខ្ញុំអីគេជីវិតរស់នៅរបស់ខ្ញុំហ្នឹងគាត់យ៉ាងម៉េច
រវល់ឬក៏មមាញឹកដាក់តែរវល់ចាយើងដាក់រវល់រវល់ប៉ុន្តែយ៉ាងម៉េចប៉ុន្តែមិនប៉ុន្តែគួរចាប់អារម្មណ៍ប៉ុន្តែវាគួរចាប់អារម្មណ៍គួរគួរឲ្យតែវាយ៉ាគួរឲ្យចាប់អារម្មណ៍រមកចឹងណាយើងខណ្ឌមួយចឹងយើងប្រែឲ្យយើងខណ្ឌមួយចឹងយើងបានមកប្រយោគណាយើងបានមកប្រយោគចឹងយើងសម្រាប់ពាក្យរួចហើយឥឡូវហ្នឹងយើងបានប្រែមកប្រយោគឥឡូវយើងទៅប្រយោគថ្មីមួយទៀតតាយើងទៅប្រយោគថ្មីមួយទៀតគេដាក់ចេះប្រយោគថ្មីនេះគេដាក់ថាម៉េច My family is very important to me and we are close to each other បានថាម៉េចយ៉ាងបានថាម៉េចគ្រួសាររបស់ខ្ញុំចំម៉ាយនោះរបស់ខ្ញុំមែនទេយ៉ាឬក៏ដាក់ក្រុមគ្រួសារក៏បានខ្មែរយើងច្រើនពាក្យថាក្រុមគ្រួសារមិនអញ្ចឹងហ៎ក្រុមគ្រួសារមានរអត់ទេក្រុមគ្រួសាររបស់ខ្ញុំរបស់ខ្ញុំអីគេខ្ញុំសំខាន់ណាស់very important សំខាន់ណាស់ណាធូមីបានតែម៉េចធូមីហ្នឹងបានតែម៉េចសម្រាប់ខ្ញុំអីទៀតហើយគេពួកយើងចាត់ស្និទ្ធពួកយើងអីគេclose to each other ស្និទ្ធស្នាលបាទណាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ដាក់ចឹងមកទៅនឹងគ្នាខ្លាំងនឹងគ្នាខ្លាំងណាស់យ៉ាខេណាប្រយោគហ្នឹងអត់នេះទៀតណាកាយបន្តិចអូខេតោះឥឡូវយើងដល់ទៅប្រយោគមួយទៀតណាយើងទៅប្រយោគមួយទៀតចាស់កត់ផងណាកត់ផងតែបានកត់តោះអូណានេះមិញ daily routine បានន័យថាម៉េចទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំមែនទេទម្លាប់ប្រចាំថ្ងៃប្រចាំថ្ងៃរបស់ខ្ញុំទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំតោះប្រយោគបន្ទាប់ This is my daily routine and I will describe it using positive sentence, negative sentence, question and negative question ណាចឹងតាមពិតហ្នឹងយើងមិនបាច់ដាក់ក៏បានដែរប្រយោគហ្នឹងអានេះតាមពិតយើងមិនបាច់ដាក់ក៏បានដែរឥឡូវណាលុបអានឹងចេញមកណាតទៅតាមនេះវិញណាព្រោះអាហ្នឹងជាមេរៀនដែលយើងរៀននេះយើងនិយាយពីអត្ថបទមួយហ្មងតោះណាឆាប់នេះអាកន្លែងនេះរវល់ហើយក៏របស់ចើហើយរវល់ហើយជីវិតអីគេរបស់ខ្ញុំហើយជីវិតបាត់របស់ខ្ញុំអីគេហើយជីវិតរបស់ខ្ញុំរវល់ប៉ុន្តែគួរចាប់អារម្មណ៍
nè BC ta nó full mà in the morning I wake up early because I'm responsible bạn thầm mệnh lại nữa ní nó nha phải nhá nè lấy nó nha to ví dụ như to tiền đấy phải nhá đấy nè ta in the morning mình thầm mệnh roll roll prất nó phải ngay nè nhóm crowd lươn mày nè nhóm crowd 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 nó crowd ấy cái crowd pi đầm nê mày nè crowd pi đầm nê lươn it did because bạn thấy mấy because nè để bắt mấy because bạn thấy mấy vì pro ấy cái nhóm miền ca tổ tu khó trâu miền ca nè tổ tu khó trâu nè in the morning mà anh ấy roll prep đã roll prep bạn à là roll prep trong crowd bị đầm này lươn bị pro trong miền ca tổ tu khó trâu nè ta bây giờ bắt đầu ta bao giúp ăn thì mà ăn thầm mấy à rồi dâm chút nè khơi ăn nè chờ nè chờ bạn bây giờ này bây giờ mấy cái gì sắp nè toàn mày bắn anh nâng nạp trái tê anh nâng để sao ta video chia ta riêng rọp môi đánh giấy bì anh nâng chắc là lúc anh nâng chào hai cái lại I will describe my positive negative mình nâng vô lát nè lấy dương giấy ta tập bật bật tê mình chỉ describe nâng tê toán đó này nè ta ta có giúp ăn thế mà nè phần năng liên tích my okay my room is okay comfortable comfortable yeah comfortable ta bạn ấy thầm mấy bắn tốt mà nè rô bò nhóm rồi bác nhóm mấy nè rồi bác nhóm mấy tốt nè chúng ta thật tôi chẳng yết trong cả ba này tôi chẳng yết phần tay mấy nè phần tay miếng phá sốc copy hiệp phá sốc khả hiệp nè tay miếng phá sốc hiệp toán đó này toán đó nè cái tiếp ta bây giờ bắt to chật ai bóng phết đấy ăn ví dụ như môi mà khởi ăn cưới chờ mặt keng mặt luôn keng mặt thấy cái bên cho đây bị chấu keng chấm lên lại bạn ăn nên ăn cho đôi bao giờ cố ấy nhỉ rồi ta bóng phết đấy ta
I mean usually ដែរទេ I mean I am usually ណា I'm usually តា I am ណែ I am usually happy បាន when I wake up it is because a new it day is okay new day so តាមានន័យថាម៉េចប្រែថាម៉េច usually ប្រែថាម៉េច usually ណាជាធម្មតាខ្ញុំមែនទេគេប្រែចឹងខ្ញុំមិនរីករាយខ្ញុំសប្បាយដាក់មកសប្បាយរីករាយចឹងមកទៅរីករាយរីករាយរឿងអី when នោះបានថាម៉េចនៅពេលណា នៅពេល ណាក្រោកពីដំណេកហេតុអីណាពីព្រោះម៉េចវាគឺជាថ្ងៃថ្មីណាអញ្ចឹងយើងរៀនប្រែអញ្ចឹងណាតើណាពេលដែលយើងនេះប្រយោគហ្នឹងយើងរៀនប្រែអញ្ចឹងតោះយកប្រយោគមួយទៀតនៅសល់ច្រើនប្រយោគចំណាយពេល5-10នាទីទៀតតោះនេះអានថាម៉េចបងមេងតោះ Wait, pause. I'm pause. I'm pause. លើតិចណែ Chụp nó lên rồi. Sure, man. Mày កណែអានឲ្យអាន mày ម៉េចស្អីគេមិនអង់គ្លេសអានម៉េចស្អីគេចឹង mày theo my parents mày parents អានេះអានថាម៉េច are my parents ណែ my parents are already ready already ណែ already already awake đang wait mình hả awake wait ណែ and wait wait and in they are in the in kitchen in the ណែ in the kitchen and they are in the kitchen តោះមានន័យថាម៉េចមានន័យថាម៉េចឪពុក parent មាន s មែនណាឪពុកម្ដាយមែនទេរបស់ខ្ញុំ Bọc nhóm. ណារបស់ខ្ញុំ Bọc cái gì? អត់បាច់ទាំងអស់គ្នាទេរបស់ខ្ញុំ already awake គឺថា already awake ហ្នឹងក្រោកឡើងភ្ញាក់ឡើងឲ្យតែភ្ញាក់ឡើងឲ្យតែគាត់ភ្ញាក់ឡើងមិនគាត់ទៅណា Gì nè? គាត់ទៅណា what ពួកគាត់មិនភ្ញាក់ឡើងពួកគាត់ទៅណា What? នេះទៅដោះថ្មិញនេះណាទេដោះក្នុងចក្រានណាពួកគាត់ទៅទៅណាចំអិនណាចំអិនអាហារ À ha. គេប្រែអញ្ចឹង in the kitchen ហ្នឹងមិនមែនចូលចក្រានទេ
dương phải trái ta chắn từ chỉ kẹn ba chứ mà đây mình này ta chấm ăn ha vô lấy nè có tay chụp anh ha nhận lá có thơ mà hộp ai con quạt chân tàu đang chẳng tỏ bằng mình bằng tông lên bằng tông lên nè ấy chứ My mother is busy and my father is home. tỏ mày mà đó mà đây mấy đây rồi bọc nhóm mấy chop rồi vốn chop rồi chỉ mua bọc bọc cho mấy này and my father hai okay com nó cả lại ní com nó prai thả ọt một prai thả ní chứ tại cả lại ní mình thả còn nó nghiêm còn là thợ ấy còn nó nghiêm lại nữa còn nó nghiêm sáng đó com lại nữa and my father hỏi okay nè ở bốc mấy rồi bọc nhóm mấy nếu nè nếu xem xét nếu khiêm ngặt đấy chưa xem sẽ mình chẳng này chưa lúc ăn chưa là giờ đây mình đây là hỏi em cũng bọc mà đại bỏ quạt nó nơi tia quạt thơ ní thì chết cho nó còn chụp tia quạt thơ mà hộp quạt thơ ấy chẳng tại ở quạt nơi mà cả lái phim quạt thơ ấy chứ này nữa ông nào rồi cha ông nào rồi ta cái khoản đấy ro pi từ lo caro nơi bọc cái ta trong xe mấy cái bán này còn tại như từ xe sầm anh chẳng mà nè nè ta bây giờ anh tao mày tao ông nè thì ông ra tận này toàn an We are together during breakfast. Fast nè thankful ok anh thấy mấy bộ dươngទាំងអស់គ្នាដាក់ទៅពួកយើងចឹងទៅទាំងអស់គ្នាមិនញ៉ាំអាហារពេលព្រឹកណាពួកយើងញ៉ាំអាហារពេលព្រឹកទាំងអស់គ្នាប្រែទៅវិញពួកយើងញ៉ាំណាញ៉ាំអាហារពេលព្រឹកញ៉ាំអាហារពេលព្រឹកទាំងអស់គ្នាហើយទៀតហើយមិនយើងណែហើយពួកយើងអរគុណមហូបរបស់ពួកយើងអរគុណមហូប thankful មិនអរគុណមហូបមិនចឹងអាមែនអរគុណណែសម្រាប់មហូបអីចឹងហូបអរតែមែនណែសម្រាប់របស់ពួកយើងរបស់ពួកយើងតែទៀតតោះបងអង្គអានប្រយោគនេះទេមក
để ở an này ta My brother is sometimes sleepy, but he is still friendly. Cái này. Everything it is quiet peaceful in the morning nè nè peaceful in the morning chẳng thống ta anh ta mấy nè dạ បងប្រុសរបស់ខ្ញុំពេលខ្លះបងប្រុសរបស់ខ្ញុំអី ប្អូនប្រុសរបស់ខ្ញុំពេលខ្លះគាត់ងុយគេងណែប្អូនប្រុសរបស់ខ្ញុំគាត់មិនពេលខ្លះឬក៏យើងដាក់ចេះក៏បានដែរយើងដាក់ចេះខ្មែរយើងចូលចិត្តនិយាយពេលខ្លះប្អូនប្រុសរបស់ខ្ញុំមែនទេពេលខ្លះដាក់ចេះវិញពេលខ្លះប្អូនប្រុសរបស់ខ្ញុំឆាប់ងុយគេងចុចដូចថាអត់ស្អីតិចគាត់ឆាប់ងុយងមែនទេងុយគេងប៉ុន្តែមិនប៉ុន្តែគាត់រស់រាយណារស់រាយជាមួយមិត្តភ័ក្តិ អត់មានមិត្តភ័ក្តិទេតែរស់រាយនឹងតែមកហើយហ្នឹង friendly ហ្នឹងរស់រាយហ្នឹងមក ចា friendly រស់រាយពីរស់មិនសេចចឹងទេ មិត្តភាព រស់រាយសេចចឹងចាណាចង់ច្រឡំនេះ រស់រាយ តោះណា រលសមិនរលសមិនតារស់រាយ អានេះរស់រៀនហ្នឹងឃើញទេអានេះរស់រស់នៅយើងហ្នឹងអាហ្នឹងចេះហ្នឹងត្រូវចេះមិនត្រូវរស់រាយចេះតែមើលណាឆៃសិនចាំកែវិញតែទៅសិនតោះចេះវិញមិនត្រូវព្រោះនេះប្រយោគមួយអានឹងរស់រាយរាក់តាក់រស់រាយរាក់តាក់ហ្នឹងណា Everything is quiet and peaceful in the morning បានតែម៉េចរៀងរាល់ថ្ងៃ រាល់ថ្ងៃមែនរាល់ថ្ងៃរាល់ថ្ងៃមានភាពស្ងៀមស្ងាត់ដល់ភាពសជាងស្ងៀមសជាងស្ងៀមស្ងាត់ហើយអីគេ peaceful មុនណានិយាយថាម៉េចចាំពាក្យវាប្រែសន្តិភាពហើយប៉ុន្តែយើងមើលយើងប្រែសំឲ្យខុសពីសន្តិភាពហ្នឹងមើលនេះចេះថាហើយអីគេយើងវាសន្តិភាពវាដូចនិយាយទៅវាដូចយើងនេះពេកណាអីគេយើងនិយាយចេះបានទេណា សុភមង្គលគេទៅធ្វើ Okay. មង្គលនៅពេលព្រឹក នេះជារៀងរាល់everything មិនរាល់ everything តែឡើយនេះដល់ទៀតណាគ្រប់យ៉ាងកន្លែងនេះ everything កន្លែងហ្នឹងប្រែចេះគ្រប់យ៉ាងមានភាពស្ងៀមស្ងាត់
តែlạiនេះអត់ដល់ប្រាហើយទេប្រែតែវិញ n ឡើយហ្នឹងតែមានអីគេណែ តែមាន សុភមង្គល peaceful ឡើយហ្នឹងមានភាពមានសុភមង្គលបានមានភាពស្ងប់ស្ងាត់ក៏បានដែរណាឡើយហ្នឹងតែពីប្រើខ្វាយអឺតនៅខាងដើមយើងដាក់ពាក្យថាសុភមង្គលអញ្ចឹងហ្មងទៅមានសន្តិភាពវារៀងបើតាស្ងៀមស្ងាត់ហើយវាមានសន្តិភាពហើយមិនអញ្ចឹងតោះអញ្ចឹងក្នុងថ្ងៃហ្នឹងយើងរៀនអត្ថបទយើងប៉ុណ្ណឹងចាអត្ថបទរបស់យើងនិយាយអំពី daily routine អញ្ចឹងណានឹងអានស្អែកយើងអាចនឹងតទៀតស្អែកហ្នឹងយើងនឹងណានឹងហៅឲ្យអានមួយអង្គអានហើយមួយអង្គទៀតបកប្រែមួយអង្គអានមួយអង្គបកប្រែឆ្លាស់គ្នាទៅវិញទៅមកយើងនឹងអាននៅរៀនណាណាថតឲ្យណានឹងតម្លាក់ប៉ុណ្ណេះទៅនេះណាតម្លាក់ជា file PDF ទៅហើយចាស់អាចមើលអានឹងរៀនអានផងហើយនេះតាមនោះព្រោះឥឡូវនេះយើងរៀនបកប្រែអញ្ចឹងហើយណាយើងរៀនបកប្រែដើម្បីឲ្យយល់ហើយ so today we just finish ប៉ុណ្ណឹងអញ្ចឹងថ្ងៃហ្នឹងយើងរៀនប៉ុណ្ណឹងណាចាស្អែកចាំយើងអានស្អែកចាំយើងនឹងរៀនបន្តទៀតយើងអានបន្តទៀតនៅចំណុចយើងបានបកប្រែហើយប៉ុណ្ណឹងហើយនឹងយើងនឹងបន្ត Hello ចា Hello ណាមកដាច់បាត់ហើយហើយយើងនឹងបន្តទៅខាងក្រោមទៀតព្រោះយើងអត្ថបទយើងរៀងវែងដែរពីទំព័រនោះណាអត្ថបទយើងពីទំព័រនេះមកចំណុចទេអញ្ចឹងទៅបន្តិចអញ្ចឹងយើងមើលចេះណាបញ្ជាក់ម្ដងទៀតនៅក្នុងអត្ថបទដែលយើងរៀនបកប្រែទាំងអស់សុទ្ធតែប្រើទៅលើកិច្ចសព្ទ to be ឃើញមាន highlight កន្លែង to be ឡើងហ្នឹងអត់ឃើញអត់ណាហើយមួយទៀតនៅក្នុងប្រយោគទាំងអស់នេះសុទ្ធតែជាប្រយោគស្របទាំងអស់អត់ទាន់មានប្រយោគបដិសេធទេឃើញអត់ចាណាទោះបីវាមាន2 3ប្រយោគបូកបញ្ចូលគ្នាក៏ដោយប៉ុន្តែទម្រង់ដែលយើងកំពុងតែរៀននៅខាងលើហ្នឹងគឺសុទ្ធតែប្រយោគស្របអញ្ចឹងវិជ្ជាករក៏យើងប្រើប្រាស់ verb to be ហ្នឹង am is and are ទាំង3ហ្នឹង am នេះ am ហើយនេះ is នេះ are នេះគឺយើងសិតតែប្រើនៅក្នុងអ្វីដែលយើងកំពុងតែរៀនហ្នឹងអញ្ចឹងសិតតែវាស្ថិតនៅក្នុងរង្វង់នៃមេរៀនរបស់យើងទេអត់មានចេញពីក្រៅមេរៀនទេអញ្ចឹងរំលឹកឡើងវិញអូខេអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងចាស់ចាំស្អែកចាំយើងបន្តមេរៀនជាបន្តទៅទៀតតោះនេះចាណាអូខេអញ្ចឹងប៉ុណ្ណឹងចាស់ចា Thank you goodbye ហើយគុំទេលាហើយស្អែកហ្នឹងចាំបត់បែនតាមហ្នឹងបើសិនណាបានពេលទៅផ្ទាល់យើងរៀនផ្ទាល់បើអត់ទេចាំណាប្រាប់ណា